បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានទៅមើល concert ត្រីវិស័យរបស់បងវណ្ណានៅ Start Olympic អញ្ចឹងឲ្យជាដំបូងខ្ញុំជិះតុកទៅវារៀងល្ងាចដែរអញ្ចឹងខ្ញុំទំទួបបានសបត់ហើយនឹងមានកម្រងថាទិញអាវត្រីវិស័យមួយដែរអញ្ចឹងខ្ញុំមើលម៉ោង 6:22 នាទីជិះ Pass App ទៅដល់ពហុកីឡដ្ឋានជាតិអូឡ িম্প ពិកអញ្ចឹងពីកន្លែងខ្ញុំនៅទៅពហុកីឡដ្ឋានជាតិអូឡ িম্প ពិកហ្នឹងវាចំណាយអស់ 6,000 រៀលគឺខ្ញុំដើមដល់ stadium លោទៅក៏បងនរិទ្ធចាប់ដើមបើកកម្មវិធីជាមួយនឹងរេស៊ូសាណានិងយូហៃអញ្ចឹងខ្ញុំទៅដល់តន់បងនរិទ្ធ perform រហូតដល់ក៏បងនរិទ្ធចប់ក៏បងពិធីករនិយាយបន្តមកយើងរៀបចំ rest តិចដើម្បីចាំស្ដេចមនុស្សយើង perform ស្ដេចមនុស្សរបស់យើងហ្នឹងគឺបងវណ្ណានឹងហើយអញ្ចឹងខ្ញុំអត់មានអីនិយាយច្រើនទេដោយសារបើសិនជាយើងដាក់ចម្រៀងទាំងដល់ទៅវាជាប់ voice over វាជាប់ copyright ដែរអញ្ចឹង sorry ជាប់ voice over អញ្ចឹងក៏ចាប់ផ្ដើមពីបងអូយវ៉ាវមែនតើកម្មវិធីនេះនឹងសាហាវខ្ញុំនៅដល់រហូតដល់យប់អញ្ចឹងខ្ញុំអត់បានដាក់វីដេអូនោះទាំងអស់ទេដោយសារពេលដែលចប់ទៅមេឃព្រៀងហើយមានបទចម្រៀងច្រើនមែនតើរហូតថាទូរស័ព្ទ2ហ្នឹងយើងអាចថត voice បានមេឃភ្លៀងផងអីផងអញ្ចឹងក៏សូមទស្សនារហូតដល់ចប់អរគុណ